Bà dù sẽ đây bốn bộ nè sắc xa từng ngọt khné chỉ biết sẽ bốn bộ đây cầm bông tệ sana nó video mới đi nó con nông video này là kêu lực vô ở tập bọt âm nan phía xa khmai thằng tí pro mũi tiết trong tầm po tí cao sụp muối bà đâm bay vô một an chạy chun bốn bộ từng ngọt khné mớ nó sẽ đạp cái lô miền bịa ba rồi có bịa đại bộ nó toàn trẻ an hay mũi vinh tiết nó pe đây là kêu mình chọc cái an này là kêu nâng thưa cầm này lùm hát bốn bộ được ở đây ai tìm toàn phòng đại bạn chắc mỗi khát pe dú dương chủ từ đó là bọt âm nan rồi bỏ dương tại mà nó bạn chắc bọt âm nan rồi bỏ dương mình chấm nòng trường thá rồi băm cần ngầu bạn chắc trong rụp hiệp này là khu sôm ọt su nóm rồi có bị dồn thế cứ là khu chủ từ đó bọt rồi bỏ dương tại mà nó bạn chắc dương mưa từ ở đây tỏ chập đám rồi băm cần ngầu chia rồi băm mùi bọt hếtដែលប្រជាជននៅខេត្តបៃលិននិយមលេងអ្នកសម្ដែងរបាំនេះមាន2នាក់ម្នាក់ដើរតួក្ងោកប្រកបដោយសម្លៀកបំពាក់និងពាក់ស្លាបដូចសត្វក្ងោកហើយម្នាក់ទៀតដើរតួព្រានព្រៃដែលនៅដៃមានស្នានិងបំពង់ព្រួញព្យួរពីក្រោយខ្នងកាលណាក្រុមរបាំស្លៀកពាក់តែងតួរួចគេមកជួបជុំគ្នានៅត្រង់កន្លែងដែលបានរៀបចំទុកដើម្បីសម្ដែងរបាំនេះអ្នកលេងត្រូវធ្វើតាមការណែនាំខាងក្រោមដំបូងអ្នកវាយស្គរចាប់បន្លឺមុនគេរួចវង់ភ្លេងទាំងមូលចាប់ប្រគំឡើងព្រមគ្នាបន្ទាប់មកអ្នកដើរតួក្ងោកអង្គុយលុតជង្គង់នៅលើតុមួយខ្ពស់ដៃទាំងពីរប្រណម្យទំនងជាកំពុងភាវនាធម៌បន្ទាប់មកទៀតក្ងោកលោតចុះមកដីកាងដៃត្រដាងស្លាបហើយបត់រលាស់មានសន្តានដូចជាក្ងោកហើរជើងទាំងពីរលោតបន្ថើជាចង្វាក់រាំឆ្វែលជុំវិញទីកន្លែងយូរម្ដងធ្វើជាលោតផ្អើលកផ្អៀងផ្អងឆ្វេងស្ដាំដៃរលាស់បង់បោយរេចុះរេឡើងតម្រូវតាមចង្វាក់ភ្លេងបាទចឹងតមួយទំព័រទៀតបន្ទាប់ពីនោះព្រានដើរលោតជាចង្វាក់រាំតាមភ្លេងភ្នែកគុណរំពៃឆ្វេងស្ដាំហើយធ្វើកាយវិការជាភ្ញាក់ទុចងក់ព្រោះឃើញក្ងោកនៅពីមុខបន្ទាប់ពីនោះមកទៀតព្រានទាញស្នាមកដាក់លើស្មាផ្អៀងកម្ខាងហើយហូតយកព្រួញមួយមកផ្គងសម្រួលលើចង្អូស្នាបំបែចុងតម្រង់ទៅរកក្ងោកព្រានធ្វើជាដំឡោះកៃឲ្យព្រួញធ្លាក់ទៅដីតែមិនត្រូវក្ងោកទេព្រានស្ទុះស្ទាដោយក្តៅចិត្តព្រោះបាញ់មិនត្រូវក្ងោករីឯក្ងោកនៅតែរេរាំធ្វើប្រងើយទីបញ្ចប់ព្រានឃើញក្ងោកភ្លេចខ្លួនក៏លួបបាញ់ក្ងោកតែព្រួញជ្រុះទៅដីដូចមុនទៀតព្រានបញ្ចេញកាយវិការអស់សង្ឃឹមសារជាថ្មីចំណែកភ្លេងត្រូវផ្លាស់ប្ដូរបទតាមឆាករឿងដូចជាពេលក្ងោកចេញពងលើតុភ្លេងលេងចង្វាក់យឺតបង្អូសពេលតួព្រានព្រៃចេញភ្លេងរោយ៉ាងញាប់គួរឲ្យរន្ធត់ដល់ពេលប្រយ័ត្នបាញ់ខុសភ្លេងលេងចង្វាក់ធម្មតាបាទអញ្ចឹងមិនតែបងប្អូនមានពាក្យពិបាកច្រើនទេបានគ្រូគិតថាប្រហែលជាមានខ្លះដែរណាអាចមានច្រើនដែរតែអញ្ចឹងបើសិនជាអត់ទាន់ឬក៏បងប្អូនចង់អានម្ដងទៀតចឹងបងប្អូនអាចមើលពីលើមកវិញមិនណាគេលោកអានអត់ទាន់កន្លែងណាពាក្យពិបាកអីកន្លែងណាយើងអត់ទាន់អញ្ចឹងយើងមើលមួយសារទៀតតោះអញ្ចឹងយើងមើលចំណុចបន្តទៀតលោកគ្រូសុំចូលទៅបន្តទៀតអញ្ចឹងត្រង់សំណួរ3សំណួរនេះលោកគ្រូអត់ឆ្លើយទេបាទអញ្ចឹងលោកគ្រូចង់ឲ្យបងប្អូនទាំងអស់គ្នារៀនឆ្លើយខ្លួនឯងណា3សំណួរនេះ
ចឹងវាមានចម្លើយនៅក្នុងអត្ថបទអ្វីដែលលោកគ្រូនឹងធ្វើគឺលំហាត់នេះបាទលោកគ្រូនឹងធ្វើលំហាត់នេះតើចឹងលំហាត់យើងមាន3ចឹងលោកគ្រូសូមអានសិនបន្តិចទៀតលោកគ្រូនឹងបង្ហាញចម្លើយតើចឹងចំណុចកគេដាក់ថាចូលស្រង់គុណនាមចង្អុលនៅក្នុងអត្ថបទខាងលើបាទគុណនាមចង្អុលចឹងយើងរៀនហើយនៅកាលពីមេរៀនមុនហ្នឹងណាមុនអំណាចហ្នឹងគឺយើងបានរៀនហើយតើចឹងយើងរួមមកនៅក្នុងអត្ថបទហ្នឹងមានពាក្យអីគេខ្លះបាទចំណុចខចូលស្រង់នាមនិងកិរិយាឲ្យបាន5ពាក្យក្នុងមួយមុខបាទអញ្ចឹងគេឲ្យយើងស្រង់នាម5ហើយនឹងកិរិយា5អញ្ចឹងសរុបចូលគ្នាគឺ10ណា10ពាក្យអូខេតោះអញ្ចឹងមួយទៀតចំណុចគួរចូលរកពាក្យសូដូចនឹងពាក្យគួរបាទគួរតើពាក្យគួរនេះយើងធ្លាប់ឃើញមានពាក្យសរសេរបែបម៉េចទៀតដែលយើងអានថាគួរណាពាក្យសូដូចបងប្អូនធ្លាប់រៀនណាពាក្យសូដូចគឺជាពាក្យដែលមានសូដូចគ្នាប៉ុន្តែសំណេរហើយនឹងន័យរបស់វាគឺខុសគ្នាអញ្ចឹងយើងធ្លាប់ឃើញពាក្យគួរអីទៀតដែលសរសេរទៅហើយយើងអានគួរដែរណាអាចកស្រអ៊ូឬក៏អ្វីផ្សេងទៀតតោះអញ្ចឹងនេះគឺជាលំហាត់លោកគ្រូសូមបង្ហាញចម្លើយឲ្យបងប្អូនទាំងអស់គ្នាតែម្ដងតែមុនមើលចម្លើយបងប្អូនរៀនធ្វើសិនណាយើង stop វីដេអូហ្នឹងថ្ងៃបិទវីដេអូនឹងចោលសិនទៅហើយយើងរៀនធ្វើហើយបន្ទាប់មកចាំមើលលោកគ្រូបាទតោះសង្ឃឹមថាបងប្អូនយល់តើឥឡូវលោកគ្រូសង្ឃឹមថាបងប្អូនបានធ្វើហើយបាទអញ្ចឹងយើងមកទៀងទាត់ចម្លើយទាំងអស់គ្នាតែម្ដងបាទនេះគឺជាចម្លើយដែលលោកគ្រូបានស្រង់បានធ្វើពីក្នុងអត្ថបទរបស់យើងណាអញ្ចឹងចម្លើយចំណុចកគេឲ្យយើងស្រង់គុណនាមចង្អុលនៅក្នុងអត្ថបទខាងលើហ្នឹងអញ្ចឹងនៅក្នុងអត្ថបទខាងលើហ្នឹងគុណនាមចង្អុលមាន2គឺពាក្យនេះហើយនិងពាក្យនោះបាទមាន2ហ្នឹងបាទចំណុចខគេឲ្យយើងស្រង់នាមឲ្យបាន5ហើយស្រង់កិរិយាឲ្យបាន5នៅក្នុងមុខហ្នឹងណាបាទអញ្ចឹងលោកគ្រូបានស្រង់ហើយនៅក្នុងហ្នឹងមានច្រើនណានាមហ្នឹងអាចមានលើសពី5ទៀតណាហើយកិរិយាហ្នឹងក៏ដូចគ្នាមានច្រើនតើអញ្ចឹងយើងមើលចំណុចនាមមុនណានាមគឺមានពាក្យកង្កោកបាទកង្កោកហ្នឹងគឺសត្វបាទសត្វហ្នឹងគឺជានាមហើយណារបាំបាទឈ្មោះវាជាឈ្មោះរបាំសម្លៀកបំពាក់បាទសម្លៀកបំពាក់យើងចាត់ទុកជាវត្ថុណាព្រាននេះគឺសំដៅទៅលើមនុស្សបាទមនុស្សគឺក៏ជានាមដែរណាហើយស្នាហ្នឹងវត្ថុនាមហើយស្គរណានៅមានច្រើនទៀតបាទអញ្ចឹងបងប្អូនអាចរកពាក្យផ្សេងទៀតក្រៅពីលោកគ្រូដាក់ឲ្យទាំងបានណាយើងសម្គាល់ចេះនាមមានន័យថាគឺជាពាក្យសំដៅទៅលើឈ្មោះមនុស្សសត្វវត្ថុទីកន្លែងឬក៏របស់របរប្រើប្រាស់ផ្សេងហ្នឹងគឺហៅថានាមហើយណាយើងចាត់ទុកថាជានាមតើឥឡូវកិរិយាគឺជាពាក្យសំដែងនៅអំពើណាយើងជ្រួលរកទេទៀតពាក្យថាលេងណាលេងមានអំពើមានសកម្មភាពណាលេងដើរពាក់បាទវាយលោតអញ្ចឹងនៅមានផ្សេងទៀតបងប្អូនអាចរកបានណាបាទអញ្ចឹងកន្លែងហ្នឹងលោកគ្រូសូមបញ្ចប់ប៉ុណ្ណឹងឥឡូវយើងមើលចំណុចគួរចុងក្រោយអញ្ចឹងពាក្យសូដូចម្ដងអញ្ចឹងនៅក្នុងពាក្យសូដូចដែលគេឲ្យរកគឺមានគឺពាក្យគួរណាកស្រអ៊ូរអញ្ចឹងមានមួយពាក្យទៀតដែលយើងអានគួរដែរគឺកស្រអ៊ូរណាអញ្ចឹងយើងមើលអត្ថន័យរបស់វាឋានៈពាក្យហើយនឹងន័យរបស់វាខុសគ្នាយ៉ាងម៉េចអញ្ចឹងកស្រអ៊ូនិងរនេះគឺឋានៈពាក្យវាជាគុណនាមមានថាសំគប្បីឥតទាស់បាទទៀតថាគួរសមបាទយើងមើលទៅគួរហ្មងណាដូចអំពើខ្លះយើងគួរធ្វើអំពើខ្លះយើងមិនគួរធ្វើអញ្ចឹងទៅណាគួរនោះមានថាសមយើងសមធ្វើអំពើហ្នឹងណាតោះហើយមួយទៀតកស្រអ៊ូនិងរឋានៈពាក្យនាមដែលមានន័យថាសំណុំផ្លែឧទាហរណ៍ថាគួរស្រូវបាទបងប្អូនយល់ទេកន្លែងហ្នឹងបាទមកគួរពីគួរស្រូវបងប្អូនស្គាល់ស្រូវណាបាទអ្នកស្រែស្គាល់ស្រូវចំអ្នកទីក្រុងបាទសង្ឃឹមថាបងប្អូនស្គាល់ទាំងអស់គ្នាណាមិនថានៅស្រែនៅក្រុងបើចឹងបើសិនជាអត់ដឹងទេយើងអាចស្រាវជ្រាវណាថាគួរស្រូវយ៉ាងម៉េចបាទមកគួរពីគួរឬក៏យើងមិនមែនតែគួរស្រូវទេថា7មកគួរពីគួរអញ្ចឹងទៅណាបាទអញ្ចឹងចម្លើយលោកគ្រូបានធ្វើកំណែហើយសង្ឃឹមថាបងប្អូននឹងតាន់នៅអ្វីដែលលោកគ្រូបានបង្ហាញហ្នឹងបាទនេះគឺជាលំហាត់ហើយនេះគឺជាចម្លើយដែលលោកគ្រូបានធ្វើបាទសង្ឃឹមថាវីដេអូមួយនេះគឺជាប្រយោជន៍ទៅដល់បងប្អូនសិស្សានុសិស្សក៏ដូចជាបងប្អូនដែលចូលចិត្តស្វ័យសិក្សាដោយខ្លួនឯងតាមរយៈបណ្ដាញសង្គម YouTube ហើយកុំភ្លេចជួយចុច like
ដូចជា Subscribe Channel របស់លោកគ្រូផងបើសិនជាចង់បាននៅមេរៀនថ្មីៗនៅពេលដែលលោកគ្រូផុតទៅអរគុណយើងនឹងជួបគ្នាម្ដងទៀតនៅក្នុងវីដេអូក្រោយសុខសប្បាយ